ជំរាបសួរលោកអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនៅថ្ងៃនេះខ្ញុំសុជាតាហើយថ្ងៃនេះយើងនឹងជជែកគ្នាអំពីប្រធានបទមួយដែលគ្រប់គ្នាជួបប្រទះគឺដំណើរឆ្លងកាត់ការងារស្នេហានិងជីវិតបាទជំរាបសួរសុជាតានិងជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាវាពិតជាប្រធានបទដ៏មានអត្ថន័យណាស់ព្រោះរឿងទាំង3នេះគឺមានទំនាក់ទំនងគ្នាជានិច្ចនៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗពិតមែនហើយលោកពូសារឿនចុះបើនិយាយពីការចាប់ផ្ដើមដំបូងវិញក្នុងចំណោមរឿងទាំង3នេះតើលោកពូយល់ថាអ្វីជាឧបសគ្គធំជាងគេសម្រាប់យុវវ័យសម័យនេះតាមបទពិសោធន៍ពូការងារគឺជាជំហានដំបូងដែលធ្វើឲ្យយើងស្គាល់ខ្លួនឯងប៉ុន្តែអ្វីដែលពិបាកគឺការស្វែងរកតុល្យភាពរវាងការងារដែលយើងស្រឡាញ់និងការងារដែលផ្ដល់ចំណូលឲ្យយើងរស់នៅបានស្រួលពិតមែនហើយលោកពូពេលខ្លះយើងខំធ្វើការខ្លាំងពេករហូតភ្លេចមើលថែសុខភាពនិងភ្លេចចំណាយពេលឲ្យមនុស្សដែលយើងស្រឡាញ់ទៀតផងសាយតិចនឹងហើយត្រង់ចំណុចនេះហើយដែលស្នេហានិងជីវិតចាប់ផ្ដើមរងផលប៉ះពាល់មនុស្សច្រើនណាស់ដែលជោគជ័យក្នុងអាជីពប៉ុន្តែមានអារម្មណ៍ឯកោក្នុងជីវិតឯកជនចុះបើក្នុងករណីដែលស្នេហាបរាជ័យតើវានឹងប៉ះពាល់ដល់ការងារយើងខ្លាំងទេលោកពូព្រោះយុវជនខ្លះពេលបាក់ទុកចិត្តរឿងស្នេហាគេចង់បោះបង់អ្វីៗគ្រប់យ៉ាងវាជាមិនផុតទេសុជាតាអើយបេះដូងដែលឈឺចាប់វាតែងតែធ្វើឲ្យខួរក្បាលយើងស្ពឹកស្រពន់ប៉ុន្តែយើងត្រូវចាំថាការងារគឺជាកន្លែងដែលផ្ដល់តម្លៃឲ្យយើងជួយឲ្យយើងមានកម្លាំងចិត្តក្រោកឈរឡើងវិញចាលោកពូខ្ញុំធ្លាប់ឮគេនិយាយថាបើការងារយើងរឹងមាំនោះជីវិតយើងនឹងមានលំនឹងទោះបីជារឿងស្នេហាមិនទាន់សមបំណងក៏ដោយត្រូវហើយប៉ុន្តែស្នេហាក៏ជាកម្លាំងចលករដ៏អស្ចារ្យដែរណាបើយើងមានដៃគូដែលយល់ចិត្តនិងគាំទ្រគ្នាវាប្រៀបដូចជាយើងមានអាវក្រោះការពារពីភាពហត់នឿយក្នុងការងារអញ្ចឹងស្ងាត់មើលសន្ទុះដោយការគិតចុះក្នុងវ័យរបស់លោកពូតើលោកពូមើលឃើញជីវិតខុសពីកាលពី20ឆ្នាំមុនយ៉ាងដូចម្តេចខ្លះកាលពី20ឆ្នាំមុនពូគិតតែពីរឿងចង់ឈ្នះចង់បានតំណែងខ្ពស់ប៉ុន្តែឥឡូវនេះពូយល់ថាជីវិតដែលជោគជ័យគឺជីវិតដែលមានភាពស្ងប់សុខអាចហូបបាយជាមួយគ្រួសារដោយស្នាមញញឹមស្ដាប់ទៅសាមញ្ញតែមានន័យជ្រៅណាស់លោកពូពេលខ្លះយើងរត់តាមលួយកាក់នឹងភាពល្បីល្បាញរហូតភ្លេចថាគោលដៅពិតប្រាកដនៃជីវិតគឺសុភមង្គលពិតមែនហើយចូលគុំឲ្យការងារលេបត្របាក់ជីវិតរបស់អ្នកហើយក៏គុំឲ្យស្នេហាមកបំផ្លាញអនាគតរបស់អ្នកដែរត្រូវរៀនគ្រប់គ្រងអារម្មណ៍និងពេលវេលាឲ្យបានល្អពិតជាអរគុណលោកពូខ្លាំងណាស់សម្រាប់មតិយោបល់ដ៏ល្អៗនេះខ្ញុំសង្ឃឹមថាអ្នកស្ដាប់របស់យើងនឹងទទួលបានកម្លាំងចិត្តបន្ថែមទៀតក្នុងការតស៊ូក្នុងជីវិតបាទសូមជូនពរអ្នកស្ដាប់ទាំងអស់ឲ្យជួបតែសំណាងល្អទាំងការងារស្នេហានិងមានជីវិតដ៏ស្រស់បំព្រងចាអរគុណលោកអ្នកស្ដាប់ដែលបានតាមដានមកដល់ទីនេះយើងនឹងជួបគ្នានៅវគ្គក្រោយទៀតជម្រាបលា